ម៉ាក់ប៉ាខ្ញុំហ្នឹងគឺកាន់សាសនាពុទ្ធមែនម៉ាក់ប៉ាខ្ញុំចូលសាសមែនឬក៏ខ្ញុំចូលសាសតែឯងមែនឃើញមករៀនសាសនានៅទូរគីអីចឹងណាហើយខ្ញុំខ្ញុំមកគាត់អញ្ចឹងមិនចឹងខ្ញុំក៏សួរតាតាពេលខ្ញុំរៀងខឹងដែរមិនរៀងខឹងទេលក្ខណៈអន់ចិត្តណាមួយនៅទូរគី5ឆ្នាំហើយបងប្អូនឲ្យតែមិត្តភក្តិខាងបារាំងមិត្តភក្តិខាងទូរគីគ្រូទូរគីក៏សួរខ្ញុំថាអត់អីណាមានបញ្ហាអត់នៅខ្មែរអីចឹងណាហើយធម្មតាកាន់សាសនាខុសគ្នាពេលហ្នឹងខ្ញុំក៏សួរតាពេលខ្ញុំរៀងខឹងដែរមិនរៀងខឹងទេលក្ខណៈអន់ចិត្តណាមួយអត់សូវយល់សំណួរគេដែរពេលហ្នឹងក៏សួរជាទូរគីអីចឹងណាហើយដល់ទៅពេលគ្រូក៏ទៅផុតខ្ញុំសុំមិត្តភក្តិខ្ញុំថាអូមិនគ្រូក៏តែទៅសួរខ្ញុំពីអញ្ចឹងរហូតហើយមិត្តភក្តិបារាំងខ្ញុំគាត់បញ្យល់វិញថាក៏សួរអញ្ចឹងត្រូវហើយព្រោះដោយសារតែមិត្តភក្តិបារាំងដែលគាត់កាន់សាសនាអ៊ីស្លាមទាំងប្រមាណតែគាត់មករៀននៅទូរគីហ្នឹងគឺខាងអ្នកដែលកាន់សាសនាអ៊ីស្លាមនៅបារាំងរបៀបរបបការរស់នៅពិបាកមែនទែនពេលខ្លះខ្ញុំខ្ជិលខ្ញុំចង់រៀបរាប់ច្រើនទេព្រោះវារៀងពិបាកពីថាទាំងបន្ទានអីក៏បានធ្វើបានពេញលេញពេលខ្លះយកទឹកសាឡាត់នៅខាងក្រៅក៏មានប៉ូលីសចាប់អីចឹងណាហ្នឹងប្រាំងពួកខ្ញុំដែលគាត់ធ្លាប់ឆ្លងកាត់រាល់ថ្ងៃហ្នឹងពីទស្សនវិជ្ជាមួយហ្នឹងតែពេលយើងទៅគ្រូគាត់ចង់តែសួរពីយើងនឹងឯងហើយណាមួយហើយមកភ័ក្របារាំងពួកខ្ញុំហ្នឹងភាគច្រើនគាត់ស្គាល់ពីប្រទេសខ្មែរទាំងអស់គាត់ទៅឃើញទង់ជាតិមកក៏ពួកគាត់ដឹងថាកាន់សាសនាពុទ្ធដែរ Buddhism ដែរតែពេលយើងទៅគាត់រៀង shock ក្នុងថាមិននឹកស្មានថាមានសាសនាអ៊ីស្លាមនៅប្រទេសខ្មែរអីចឹងណាហើយតែពេលយើងទៅគាត់មកភ័ក្រខ្ញុំមកក្រុមគាត់និយាយប្រាប់ខ្ញុំថាហើយមិនដឹងថាគេរកប្រទេសខ្មែរល្បីណាទាំងភាសាអង្គរវត្តទាំងប្រវត្តិសាស្ត្រជាពិសេសនៅបារាំងពួកគាត់ស្គាល់ប្រទេសខ្មែរច្បាស់មែនទែនគាត់ស្គាល់តាំងពីសម័យខ្មែរក្រហមពលពតយើងជួបសង្គ្រាមមកយើងស្គាល់ទាំងអស់មកភ័ក្រខ្ញុំទុំទោះបីជាខ្ញុំអត់សាសនាមួយគាត់ក៏រយល់ទៅគាត់ស្គាល់ពីខ្មែរយើងច្រើនណាហើយគាត់កាន់តែ shock កាន់តែស្ងប់ស្ងាត់ជាងគេបំផុតនោះគឺមានសាសនាអ៊ីស្លាមនៅក្នុងហ្នឹងហើយគាត់និយាយថាគាត់សុំទោសផងឲ្យតែគាត់លើពីប្រទេសខ្មែរឬក៏កម្ពុជាគាត់ធ្វើធម្មតាគាត់ធ្វើធម្មតាមែនទែនគាត់ដល់ពេលគាត់ស្គាល់ខ្ញុំកាន់តែស្និទ្ធទៅគាត់ចាប់ដើមឆ្ងល់គាត់ថាគាត់មកសួរខ្ញុំហ្មងថាខ្ញុំហ្នឹងម៉ាក់ប៉ាខ្ញុំហ្នឹងគឺកាន់សាសនាពុទ្ធមែនម៉ាក់ប៉ាខ្ញុំចូលសាសមែនឬក៏ខ្ញុំចូលសាសតែឯងមែនឃើញមករៀនសាសនានៅទូរគីអីចឹងណាហើយខ្ញុំមកគាត់អញ្ចឹងមិនចឹងហើយខ្ញុំបញ្យល់ប្រាប់គាត់ទៅឲ្យមកថាមានសាសនាអ៊ីស្លាមអីចឹងណា1%អីចឹងទៅគាត់លក្ខណៈបច្ចុប្បន្នពួកគាត់ផ្លេចណាមួយក្នុងទស្សនៈគាត់ក្នុងគោលក្បាលគាត់នៅតែគិតថាធម្មតាប្រទេសកាន់សាសនាពុទ្ធហើយមានសាសនាអ៊ីស្លាមដែរមានសាសនាអ៊ីស្លាមហើយនិយាយភាសាអារ៉ាប់បានច្បាស់សូត្រកូរ៉ានបានច្បាស់អីចឹងណាព្រោះដោយសារតែធម្មតាពួកគាត់ថតទៅឃើញម៉ាឡេស៊ីឥណ្ឌូនេស៊ីហ្នឹងហើយពួកគាត់កាន់សាសនាអ៊ីស្លាមអញ្ចឹងណាហើយណាមួយខាងម៉ាឡេឥណ្ឌូគឺនៅទូរគីច្រើនមែនទែនគាត់ឃើញគាត់គិតថាពួកខ្ញុំហ្នឹងជាម៉ាឡេឥណ្ឌូមកទាំងគ្រូខ្ញុំអីហ្នឹងឃើញពួកខ្ញុំគាត់អត់ដែរសួរថាខ្ញុំមកពីណាឥឡូវហ្នឹងដោយសារពួកគាត់ពេលគ្រូខ្លះគាត់គិតថាពួកខ្ញុំមកពីឥណ្ឌូម៉ាឡេតែពេលអ្នកខ្លះគាត់រៀងសង្ស័យគាត់មកសួរថាគាត់សួរខ្ញុំថាមកពីខ្មែរគាត់ថារៀងភ្ញាក់ផ្អើលមានសាសនាអ៊ីស្លាមនៅប្រទេសខ្មែរច្រើនអីចឹងណាតែពេលទៅគាត់នៅតែមិនអស់ចិត្តហើយគាត់សួរច្រើនមែនទែនបងប្អូនអ្នកគណៈថាមានវិហារច្រើនអត់នៅខ្មែរហ្នឹងមានវិហារឬក៏មស្ជីតច្រើនអត់ហើយរបបការរស់នៅមិនដែរដូចនៅបារាំងអត់អីអត់ចឹងណាហើយខ្ញុំថាធម្មតាឧទាហរណ៍ខ្ញុំប្រាប់ថានៅពេញក្រុងពើក្រុង3ក្រុង4ក៏នៅមួយគ្នាអីចឹងណាបើនៅកន្លែងខ្លះគឺខ្មែរមកប្លុកទៅខាងសាសនាអ៊ីស្លាមមកប្លុកទៅគាត់ថាអូយល់ហើយគាត់ថាអូលយណាហើយការបន្ទានអីមិនដែរគេសួរអីចឹងណាខ្ញុំថាអត់អីទេបន្ទានដូចនៅម៉ាឡេនៅឥណ្ឌូនេស៊ីចឹងហើយលេងសប្បាយមួយគ្នាវិស័យអប់រំខាងសាសនាមិនដែរណាខ្ញុំថាមកសួរអីចឹងមើលតែភាសាអារ៉ាប់សូត្រកូរ៉ានរបស់ពួកយើងទៅឃើញគេថាហ្នឹងហើយគាត់សួរច្រើនមែនទេបងប្អូនហើយអ្នកគណៈថាគាត់សប្បាយចិត្តគាត់កាន់ដៃខ្ញុំគាត់ថាអូពួកឯងសំណាងជាគេថាជាអ្នកកាន់សាសនាអ៊ីស្លាមហើយនៅប្រទេសខ្មែរអញ្ចឹងណាហើយគាត់សប្បាយរំភើបជំនួសពួកខ្ញុំហើយបងពាក់ខ្លះទៀតគាត់ថាខាងខ្ញុំមានសំណាងជាងបងប្អូនអ៊ីស្លាមនៅបារាំងអីអញ្ចឹងណាគាត់និយាយអញ្ចឹងទៅពេលទៅហើយហ្នឹងហើយតែនិយាយច្រើនយកទៅវាចូលបែបប្រវត្តិសាស្ត្រអីចឹងទៅតាក់ទងពីបារាំងខ្មែរអីចឹងណាគាត់ឲ្យតែឃើញមិត្តភក្តិបារាំងមកម្ដងខ្ញុំនឹកឃើញទស្សនវិជ្ជាដែលគាត់សួរសំណួរដែលគាត់សួរខ្ញុំអីចឹងណាសួរដល់ថ្ងៃហ្នឹងបងប្អូនគាត់ថាដល់ខែបួសគាត់សួរប្រហែលពួកអញនៅខ្មែរបួសមិនអីចឹងណាហើយគេលក់អីវ៉ាន់លក់នំលេខអីមិនដែរលក្ខណៈទ្រឹមទ្រលឿយអត់ហើយខ្ញុំនិយាយដដែលថាចេះតែប្រទេសម៉ាឡេឥណ្ឌូនេស៊ីគឺពួកខ្ញុំចឹងទាំងអស់ហើយសប្បាយតាមនឹងឯងគាត់ថាអូចំណៃហ្នឹងរបៀបចឹងណាហើយមួយទៀតដូចជាការជិះក្រៅអីមិនដែរសួរខ្ញុំអាសេរីមិនដែរហ្នឹងភ័យហ្មងគាត់សួរខ្ញុំពីអើយមកហ្មងចឹងណាទៅពេលទៅអត់អីទេហើយឥឡូវដោយសារតែខ្ញុំនឹកថាគាត់នៅមានបន្ទិលនៅឡើយរវាងខាងសាសនាពុទ្ធនិងខាងសាសនាអ៊ីស្លាមដែលសាសនាអ៊ីស្លាមដែលនៅស្រុកខ្មែរអញ្ចឹងណាខ្ញុំតែងតែ story ក្នុង IG ធម្មតាក្នុង IG របស់ខ្ញុំមិត្តភក្តិសិតតែបរទេសទាំងអស់ story តាក់ទងពីជាជនអ៊ីស្លាមសាសនាអ៊ីស្លាមនៅស្រុកខ្មែរអញ្ចឹងណាបន្ទានឬក៏ទៅវិហារទៅមស្ជីតអីចឹងទៅតែ story តាក់ទងពីខ្មែរយើងហើយនឹងជាជនអ៊ីស្លាមអីចឹងទៅហើយគាត់ចូលមើលហើយគាត់ comment react story អីតាមធម្មតាវាថាឥឡូវគាត់យល់ច្រើនមែនទែនតាក់ទងពីប្រទេសខ្មែរអញ្ចឹងណាណាមួយយើងទៅមានសង្គ្រាមជាមួយនឹងប្រទេសពីរផងឃើញវីដេអូដែលខ្ញុំនិយាយជាភាសាទូរគីផងពេលទៅគាត់មិនកាន់តែច្បាស់អីចឹងណាហើយខ្ញុំហ្នឹងហើយ